Ok, welcome ទៅអ្នកទាំងអស់គ្នាមកជាការពិភាក្សាមុនបន្តពីបានមើលប្រវត្តិរបស់ Solvent ហើយប្រកាសជាកំសត់ខ្លាំងទេអត់ប៉ុន្តែមុននឹងចូលសេះរឿង admin ចង់សូមឲ្យអ្នកទាំងអស់គ្នាចូលទៅខាងក្នុង comment ហើយ admin នឹងតម្លាក់ link channel ថ្មីរបស់ admin ចឹងហើយចាប់ពិភាក្សានេះទៅ admin នឹងទៅ post នៅ channel នឹងវិញហើយសម្រាប់ភាគនេះគឺមានតមកភាគមែនប៉ុន្តែមានសាច់រឿងបន្ថែមហើយមកទៅបើសិនជាអត់សូវលឺស្លេង admin sorry for that because ពួកadmin ខ្លាចគេលឺហើយនេះគឺជា QR របស់admin មកសិនជាចង់ support ឲ្យ support admin មែនទេទុកឲ្យ admin ទិញបាយហូបអូខេជួយសាច់រឿងយូរវិញពេលនេះ Seven ក៏បានសួរទៅកាន់ Jonas ថាតើអ្នកដែលបង្កើតពួក Kafra នឹងចុងក្រោយម្នាក់ចុងក្រោយនឹងគឺជាអ្នកគេប៉ុន្តែ Jonas នឹងអត់មានប្រាប់ Seven ទេគាត់ទៅនិយាយថាទោះបីជាគាត់ប្រាប់ចៅប្រាប់ Seven ក៏ដោយក៏ Seven នឹងតិចទៀតបំភ្លេចនៅរឿងគ្រប់យ៉ាងអស់ហើយដោយសារតែគាត់នឹងចាក់ថ្នាំដែលគាត់ទើបតែបង្កើតថ្មីនឹងទៅឲ្យ Seven ហើយនៅពេលហ្នឹង Seven ប្រកាសជាចាញ់ហើយនឹងភ្លេចរឿងរ៉ាវដែលពួកគេមានគំនុំជាមួយគ្នាទាំងអស់ហ្នឹងហើយពេលនោះស្រាប់តែមានមនុស្សនៅពីក្រោយនោះផងមកលបវាយឆ្មក់ទៅកាន់ Seven ប៉ុន្តែ Seven ក៏បានគេចតន់ហើយក៏បានបាញ់កំភ្លើងទៅកាន់បរិសដែលក៏វាយឆ្មក់គាត់នឹងហើយទៅក៏បានកម្មវិធីហ្នឹងហើយក៏បានគប់វាទៅកាន់ Jonas ហ្មងប៉ុន្តែក៏ត្រូវនិយាយទៅ Jonas នោះមានកូនចៅការពារច្រើនដែរអញ្ចឹងតែដល់ពេលហ្នឹងបឋានហ្នឹងក៏បានចំនៅទៅចំស្មារបស់ Jonas នឹងកដាហ្នឹងពេលហ្នឹង Jonas ក៏បាននិយាយទៅថាវាអាចទៅរួចនោះទេដោយសារតការប្រមុនហ្នឹងគាត់ឃើញថា Seven ហ្នឹងមានរបួសខ្លាំងហើយពេលដែល Seven រត់គេចហ្នឹងភាពរហ័សរហួនរបស់គាត់ហើយនឹងចំណេះរបស់គាត់ហ្នឹងគឺផ្លាស់ប្ដូរដោយគាត់កែប្រមុននេះអញ្ចឹងហើយមកលើ Seven អាចជាអញ្ចឹង Jonas គាត់បានសួរទៅថានេះកុំប្រាប់ថាមកពី pheromone របស់ Seven មិន Seven គាត់ក៏បាននិយាយទៅថាគាត់ក៏ថា Jonas នឹងមិនវឹកហាត់ជាមួយនឹងពួកបងប្រុសរបស់ Jonas នឹងឯងប៉ុន្តែចុងក្រោយJonas នឹងនៅតែត្រូវគេការពារនៅពីក្រោយដូចដើរក្នុង snow អញ្ចឹងពិតជាគួរឲ្យញមើលអាណិតមែនតើភ្លាមនឹងដែរក៏មានបរិបប្រហែលអ្នកគាត់បានប្រវាយកញ្ចក់ហើយចូលមកក៏បានបាញ់ផ្សែងចូលទៅក្នុងបន្ទប់នឹងSeven គាត់ក៏បានយកដៃខ្ទប់មាត់ពេលហ្នឹង Jonas គាត់ក៏បាននិយាយទៅថាគាត់មានមនុស្សច្រើនណាស់ដែលនៅចាំការពារគាត់ហើយទៅគាត់ក៏បានសួរទៅកាន់ Seven ទៅវិញថាចុះ Seven វិញSeven ត្រូវបានគេតាមចាប់ទាំងនៅផ្លូវងឹតទាំងប៉ូលីសប៉ុន្តែ Jonas វិញគាត់ក៏មាននិយាយទៅគាត់មានតង់គេឈ្មោះនៅអំណាចនៅក្នុងពិភពលោកនៅក្នុងពិភពលោកខាងក្រៅនិយាយទៅមិនថាតង់នៅកន្លែងងងឹតហើយនឹងកន្លែងពលឹកឯគឺគាត់មានអំណាចនៅគ្រប់កន្លែងហ្មងអញ្ចឹងហើយ Seven អត់អាចប៉ះគាត់បានទេពេលហ្នឹង Seven គាត់ក៏បាននិយាយទៅថាចាំមើលនៅពេលដែល poster នឹងបានចេញទៅក្រៅហើយ Jonas នឹងបាត់បង់ការពារពីគ្រួសារ Rockefeller Jonas នឹងគឺគ្មានអ្វីទាំងអស់ Jonas គាត់ក៏បាននិយាយទៅវិញថាវាអត់អាចទៅរួចទេចាំមើលតើ Seven នឹងនៅតែបន្តប្រយុទ្ធជាមួយនឹងគេឬក៏ជ្រើសរើសដកថយដើម្បីជួយសង្គ្រោះមិត្តរបស់ Seven ហើយទៅគាត់ក៏បាននិយាយទៅថាមនុស្សម្នាក់នោះប្រាប់គាត់ពិតជាត្រូវហើយនៅពេលដែលចាត់ការជាមួយនឹង Seven នឹងត្រូវតែមានផ្លូវក្រោយទុកឲ្យខ្លួនឯងដែរ Seven គាត់ក៏បានសួរទៅវិញថាតើ Jonas នឹងនៅថាម៉េច Seven គាត់ក៏បាននិយាយទៅថាJonas នឹងក៏បាននិយាយទៅកាន់ Seven ទៅថា Seven ក៏ជាបានជួប Garo នឹងឯងថា Garo នឹងគឺមុខរបស់គេនឹងគឺដូចជា Seven ខ្លាំងថាប៉ុន្តែមានមនុស្សផុសជាច្រើនណាស់ដែលមានផ្នែកពណ៌តងដែងហើយផ្នែកពណ៌ខៀវអញ្ចឹងប៉ុន្តែហើយបានជា Seven នឹងគឺថា Jonas នឹងទៅពេញចិត្តជាមួយនឹងម្នាក់នឹងវិញហើយគាត់ក៏បានប្រាប់ទៅកាន់ Jonas ទៅថាក្រៅពីអកម្មបកិរិយាហើយនឹងមុខមាត់របស់ម្នាក់នឹងហើយតើមានអ្វីដែលធ្វើឲ្យ Jonas នឹងចាប់អារម្មណ៍ខ្លាំងទៅលើម្នាក់នឹងអត់ពេលហ្នឹង
Johnny ក៏សាវ៉ាន់ក៏បានគិតក្នុងចិត្តថាពីព្រោះសាវ៉ាន់ហើយនឹងម្នាក់ការ៉ាហ្នឹងគឺដូចគ្នាពួកគេទាំងពីរនាក់ហ្នឹងគឺជាឃាតករហើយងាកមកមើលខាងផ្ទះសាវ៉ាន់វិញពេលហ្នឹងភ្លេចឈ្មោះបាត់ហើយដឹងតម្នាក់សុខពុតស្វាយណានៅតយាមកាមប៉ុន្តែអត់បានចាប់អារម្មណ៍មេថាការ៉ូហ្នឹងកំពុងតែដោះស្រាយចំណងហើយនៅពេលនេះយើងឃើញថាការ៉ូនោះបាត់ពីក្អីរបស់គាត់ហើយនៅពេលដែលម្នាក់នឹងបែរមកក្រោយវិញការ៉ូក៏បានហក់មកចាក់ម្នាក់នឹងមកពេលហ្នឹងសាវ៉ាន់ក៏បានគិតទៅថាការ៉ូយូគឺមានគ្រោះថ្នាក់អីការ៉ូហ្នឹងគឺមិនដែលត្រូវបានប្រមាញ់ដោយ Jonas ទេនិយាយទៅម្នាក់ការ៉ូហ្នឹងគាត់ទៅជួបជាមួយនឹងអ្នកពិសោធន៍ហ្នឹងគឺដើម្បីតែសម្រាប់អ្នកពិសោធន៍ហ្នឹងឯងមិនដើម្បីជួយឯពេលហ្នឹង Jonas ក៏បាននិយាយទៅវិញថាគាត់ភ្លេចប្រាប់រឿងមួយទៀតទៅកាន់សាវ៉ាន់ Jonas បានបន្តទៅថានៅកន្លែងដងសាវិឡាហ្នឹងគឺពិតជាមានផុសតាំងមែនប៉ុន្តែទ្រាំតមិត្តដែលសាវ៉ាន់ទុកចិត្តឲ្យទៅយកនឹងទៅដល់ប្រហែលជាត្រូវស្លាប់បាត់ដោយសារត Jonas នឹងបានដាក់ឃាតករចំនួន20នាក់ Jonas ក៏បានបន្តទៅថានិយាយអំពីមិត្តអ្នកធ្វើការមួយនឹងគាត់អត់នៅស្មានថាសាវ៉ាន់នឹងទៅយកមនុស្សដែលក៏ពេលក៏ពុកដូចចៃអញ្ចឹងមកធ្វើការជាមួយសាវ៉ាន់សោះឥឡូវបើសិនជាសាវ៉ាន់សុំចុះចាញ់ត្រឹមហ្នឹងគាត់នឹងជួយពួកគេឥឡូវមិនដែរពេលហ្នឹងសាវ៉ាន់គាត់ក៏ទាញខកបែកមកហើយទៅអ្នកផ្សេងៗទៀតហ្នឹងក៏បាននិយាយថាវាគឺជាក្របបែកពលឺពេលហ្នឹងសាវ៉ាន់ក៏បានបោះទៅកាន់ពួកគេហើយក៏មានពលឺខ្លាំងមែនតើហើយក៏ធ្វើឲ្យពួកគេចាំងភ្នែកទៅទ្រាំតែពួកគេបោកភ្នែកមកវិញហ្នឹងគឺថាសាវ៉ាន់បានបាត់ខ្លួនបាត់ហើយហើយទៅ Jonas ក៏បានស្រែកទៅថាគាត់នឹងសម្លាប់ទៅកាន់មនុស្សដែលនៅជុំវិញខ្លួនរបស់សាវ៉ាន់ទាំងអស់រហូតធ្វើមិនក្តៅឲ្យនៅសល់តែគាត់មួយឯងហើយសាវ៉ាន់រត់គេចហ្នឹងក៏គ្មានប្រយោជន៍អីដែរពេលហ្នឹងងាកមកខាងផ្ទះរបស់សាវ៉ាន់នេះវិញយើងក៏បានឃើញថាមានដាវមួយកំពុងតធ្លុះចូលទៅខាងក្នុងដីហើយពេលហ្នឹងម្នាក់ការ៉ូនោះក៏បាននិយាយទៅថាមើលទៅការ៉ូយូហ្នឹងគឺប្រកែលាក់ខ្លួនមែនតើហ្មងណាប៉ុន្តែគាត់ស្ដីដល់សារការពីគាត់នៅក្មេងហ្នឹងចំណូលចិត្តរបស់គាត់ហ្នឹងគឺតាមប្រមាញ់ហើយក៏បាននិយាយទៅថាមិនថាការ៉ូយូហ្នឹងទៅលាក់ខ្លួននៅណាទៅពួននៅក្នុងវិមាននេះហេគឺថាការ៉ូហ្នឹងប្រកាសជារកឃើញគេជាមិនខានហើយនៅពេលដែលហ្នឹងការ៉ូហ្នឹងគាត់នៅតែបន្តដើររកការ៉ូយូហើយទៅគាត់ក៏បាននិយាយទៅថាមកទៅវិមាននេះពិតជាធំខ្លាំងណាស់ប៉ុន្តែមិនយូរមិនឆាប់តែវិមាននេះនឹងខ្លាចជារបស់គាត់ហើយទៅពេលហ្នឹងម្នាក់ការ៉ូហ្នឹងក៏បាននិយាយថារកឃើញហើយគាត់បានរកឃើញការ៉ូយូពេលហ្នឹងការ៉ូយូក៏ខំផងហត់កិច្ចប៉ុន្តែចាក់ដល់ខោអីក៏ត្រូវបានម្នាក់ការ៉ូហ្នឹងចងច្បាក់ទៅលើគេជាប់ពេលហ្នឹងការ៉ូហ្នឹងក៏ចាប់ការ៉ូយូបានហើយគាត់ក៏ហក់មកចាក់ទៅកាន់ការ៉ូយូហើយបាននិយាយទៅថាគាត់នឹងទុកនិយាយទៅគាត់នឹងលេងជាមួយនឹងការ៉ូយូនឹងឲ្យសុវ័យដៃហ្មងប៉ុន្តែភ្លាមៗហ្នឹងក៏មានកវត្តមួយទៀតមករងការពារទៅកាន់ការ៉ូយូនឹងហើយម្នាក់ហ្នឹងក៏គ្មានអ្នកគេក្រៅពីសាវ៉ាន់របស់យើងដែរឃើញថានៅពេលនេះការ៉ូហើយនឹងសាវ៉ាន់បានជួបគ្នាពេលហ្នឹងការ៉ូក៏បាននិយាយទៅថាមើលទៅប្រហែលជាការ៉ូយូនឹងបានរត់គេចឯងពួកអីមកចាស់របស់ការ៉ូយូហ្នឹងគឺបានមកផ្ទះវិញហើយនិយាយទៅម្នាក់ការ៉ូហ្នឹងគេហៅការ៉ូយូថាកូនឆ្មាថាម្ចាស់កូនឆ្មាហ្នឹងមកតនឯងហើយកូនឆ្មាហ្នឹងបើក៏ឆ្អែតរត់គេចមែនអីអញ្ចឹងណាបន្តមកទៀតសាវ៉ាន់ក៏បានសួរទៅកាន់ការ៉ូយូថាការ៉ូយូអីណែឯងហើយការ៉ូយូក៏បានថាអត់អីទេលួតិចតួចហ្នឹងបើសាវ៉ាន់មកតួចលួតិចតួចបន្តមកទៀតសាវ៉ាន់ក៏បានប្រាប់ឲ្យការ៉ូយូហ្នឹងទៅប្រាប់លីងទៅថាបេសកកម្មរបស់ពួកគេហ្នឹងគឺឈប់ធ្វើធំនឹងសិនទៅហើយក៏ឆាប់ត្រឡប់មកវិញឲ្យលឿនៗមកហើយពេលហ្នឹងដឹងការ៉ាហ្នឹងនិយាយថាមួយបើសិនជាការ៉ាហ្នឹងសម្រាប់ទៅកាន់សាវ៉ាន់ណាចុះនេះទៅនឹងមានតែគេម្នាក់ឯងនិយាយទៅពេលអ្នកហ្នឹងត្រូវគ្នាល្អដែលសេនសុទ្ធតចរិតសម្រាមដូចគ្នាហ្មង you know like thing
ឆ្នាំងនិយាយទៅខប់ឆ្នាំងគេហ្មងណាប៉ុន្តែដល់ពេលដែលម្នាក់នឹងផងមកសម្រាប់ទៅកាន់សាវ៉ាន់ណាសាវ៉ាន់ក៏បានចាដាក់មកឆ្វាច់ទៅមុនបដ ாய் ហើយធ្វើឲ្យម្នាក់នឹងឡើងហោះមកហើយទៅសាវ៉ាន់ក៏បានគំរាមនិយាយទៅតម្លាក់អាមួយនឹងអូយមិនគំរាមធ្វើអីតម្លាក់ចុះហ្មងធ្វើអត់ទេហើយទៅសាវ៉ាន់ក៏បាននិយាយទៅថាឲ្យម្នាក់នឹងស្លាប់ទៅបន្តមកទៀតម្នាក់នឹងកាលហ្នឹងក៏បាននិយាយថាបើសិនជាគាត់ស្លាប់មកគាត់នឹងយកសាវ៉ាន់ទៅតាមគាត់ហ្មងហើយទៅក៏បានបង្ហាញដបថ្នាំទូចមួយទៅគាត់ក៏បានច្បាច់ដបថ្នាំនឹងឲ្យបែកពេលហ្នឹងក៏មានផ្សែងខ្លះៗចូលទៅខាងក្នុងខ្លួនអល់ច្រមុះរបស់សាវ៉ាន់អញ្ចឹងណាហើយទៅសាវ៉ាន់គាត់ក៏មានផលិតកម្ម pheromone របស់គាត់មានផលិតកម្មអញ្ចឹងណាហើយទៅម្នាក់កាលហ្នឹងក៏បានចាប់ក្មួយក៏ឲ្យសាវ៉ាន់ហើយក៏បានថាតោះយើងចុះក្រោមមួយគ្នាហ្មងអីពេលហ្នឹងសាវ៉ាន់ក៏បានគិតក្នុងចិត្តដែរបើសិនជារឿងនេះនៅតែបន្តទៀតពួកគេទាំងពីរអ្នកហ្នឹងនឹងធ្លាក់ចុះក្រោមជាមួយគ្នាហើយប៉ុន្តែភ្លាមៗហ្នឹងស្រាប់តែច្បាប់ហ្នឹងដាច់ហើយក៏កាលហ្នឹងធ្លាក់ទៅក្រោមម្នាក់ឯងហើយក៏មានកំភ្លើងអីមកមួយទៀតហើយដឹងតែគេដែលចុងក្រោយបានមេលម្នាក់ហ្នឹងគឺយូសិនពេលវិញពេលហ្នឹងយូសិនជាអ្នកបាញ់ការពារជួយសាវ៉ាន់finally គេបានជួបគ្នាវិញហើយយើងខានជួបយូសិនមិនភីអីអូខេឥឡូវនេះក៏សាច់រឿងរបស់យើងមិនចប់ប៉ុន្តែគុំទន់ណាស់អ្នកទាំងអស់គ្នាគឺយើងមកដល់សាច់រឿងខ្លីៗវគ្គបន្ថែមតស្ដាប់អត់ដល់ចប់អត់មានខឹងទេណាគឺនៅក្នុងពេលមួយហ្នឹងសាវ៉ាន់គាត់ក៏បានធ្វើដំណើរឆ្លងពេលវេលាហើយក៏បានខ្លាចទៅជាពនាងមួយនៅក្នុងសាច់រឿងព្រេងហើយទៅនៅពេលហ្នឹងអ្នកដែលនិយាយរឿងហ្នឹងក៏បានប្រាប់ទៅកាន់សាវ៉ាន់ថាតើសាវ៉ាន់ហ្នឹងតើពនាងអាចអញ្ជើញទុកដែលនឹងសិនបានអត់ពេលហ្នឹងសាវ៉ាន់ក៏បានថាអូខេចឹងក៏បានស្រីក៏បានបន្តទៀតត្រឡប់មកក្រោយវិញគឺនៅពេលដែលនៅក្នុងពិធីគប់កណ្ដាលរបស់ពនាងសាវ៉ាន់ហ្នឹងតើមជ្ឈស្ត្រីនៅព្រះមហាក្សត្របានអញ្ជើញនៅទេពធីតាគ្រប់រូបប៉ុន្តែលើកលែងតស្ដេចបិសាចទេហើយជាលទ្ធផលស្ដេចបិសាចហ្នឹងក៏បានមកហើយក៏បានដាក់បណ្ណាសាទៅលើពនាងសាវ៉ាន់ហ្នឹងទៅថាពនាងសាវ៉ាន់ហ្នឹងនឹងស្លាប់នៅនិយាយទៅនៅក្នុងគុកកណ្ដាលនៅក្នុងគុកកណ្ដាលអាយុ18ឆ្នាំរបស់គេបន្ទាប់ពីបាននេះចាក់ទៅលើមិនចូលដែរអ្នកស្លាប់ធ្លាប់មើលរឿងនឹងអត់ពនាងកេងលក់ចឹងត្រូវអត់ហើយ18ឆ្នាំក្រោយមកហ្នឹងពនាងសាវ៉ាន់ហ្នឹងក៏បានជួបជាមួយនឹងស្ដេចបិសាចហ្នឹងហើយក៏បានឃើញអាមជុលនឹងដូចគ្នាប៉ុន្តែពនាងសាវ៉ាន់ហ្នឹងគឺគាត់មាននៅអំណាចឬក៏មាននៅកម្លាំងមួយដែលត្រូវបានគេស្គាល់ថាកណ្ដាប់ដៃនិក្រិចដោយសារតែកណ្ដាប់ដៃដ៏ខ្លាំងក្លារបស់ពនាងសាវ៉ាន់ហ្នឹងហើយធ្វើឲ្យពនាងសាវ៉ាន់ហ្នឹងបំបែកនៅមនស្សនឹងបានហើយកំចាត់ទៅលើស្ដេចបិសាចនឹងហើយក៏បោះអាំងឡើងមកចូលនឹងទៅនេះបាត់ទៅហើយ plot twist កន្លែងមកចូលនឹងក៏បានហោះទៅប្រទេសជិតខាងហើយក៏ចាច់ដល់អីបានទៅប៉ះជាមួយនឹងព្រះអង្គម្ចាស់យូសិនហើយពេលនោះព្រះអង្គម្ចាស់យូសិនហ្នឹងក៏បានកេងលក់និយាយទៅបានកេងនៅក្នុងសុបិនដ៏ជ្រៅអីចឹងទៅមិនមែនស្អីរឿងចឹងវិញហើយដល់សិនទៅផលខុសពីការរំពឹងទុកនឹងស្ដេចបិសាចគាត់ឡើងកែហ្មងហើយនិយាយទៅក៏គ្មានជំរឿអីទៀតដែរស្ដេចបិសាចហ្នឹងក៏បានប្រើប្រាស់វេទមន្តរបស់គាត់នឹងដើម្បីការពារកុំឲ្យពនាងម្ចាស់សាវ៉ាន់នឹងទៅជួយព្រះអង្គម្ចាស់យូសិនហើយដើម្បីទៅជួយព្រះអង្គម្ចាស់យូសិននឹងពនាងម្ចាស់សាវ៉ាន់នឹងក៏បានជំនះនៅឧបសគ្គជាច្រើនហើយបន្ទាប់ពីបាននិយាយទៅបានឈ្នះទៅលើស្ដេចបិសាចហើយក៏គាត់បានមកជួបជាមួយនឹងយូសិនប៉ុន្តែនៅពេលដែលឃើញព្រះអង្គម្ចាស់យូសិននឹងមានមុខបែបនេះហើយពនាងម្ចាស់សាវ៉ាន់នឹងក៏បានសម្រេចចិត្តដើរបកក្រោយហើយចាក់ចេញប៉ុន្តែពេលហ្នឹងព្រះអង្គម្ចាស់យូសិននឹងក៏ចាប់បង្ខំទៅលើពនាងម្ចាស់សាវ៉ាន់នឹងដើម្បីបង្ហាញអំពីក្តីស្រឡាញ់របស់គាត់
បន្ទាប់ពីពេលហ្នឹងមករឿងព្រេងនិទានមួយហ្នឹងក៏បានក្លាយទៅជារឿងដែលចាប់បង្ខំបេសកកម្មហ្នឹងក៏បានបរាជ័យហើយទាំងពីរអ្នកហ្នឹងគឺគ្មានថ្ងៃត្រឡប់មកពិភពដើមវិញនោះទេចាប់ពីពេលនោះមកព្រះអង្គម្ចាស់យល់សន្តានព្រះម្ចាស់ Seven ក៏រស់នៅជីវិតមួយដែលមានសុភមង្គលនិងអ៊ីនេះរហូតជារៀងរហូតទៅហើយសរឿងក៏ចាប់តាមដល់អ្នកនរគ្នាកុំភ្លេចជួយ support admin ហើយកុំភ្លេចចុច subscribe ផងណាបាយបាយ